ដោយសារតែ Fuso ជា brand របស់ជប៉ុនហើយនាងខ្ញុំជឿជាក់ទៅលើគុណភាពរបស់ជប៉ុនបច្ចេកវិទ្យាក្រោយៗនេះធ្វើឲ្យឡានយើងវាថាប្រើប្រាស់ប្រេងតិចជាងមុននិយាយទៅ average 100 គីឡូស៊ី7-8លីត្រតាក់ទងជាមួយឡាននៅពេលខូចច្រើនអញ្ចឹងវាប៉ះពាល់សេវាកម្មពេញសេវាកម្មអតិថិជនអញ្ចឹងបានយើងសម្រេចចិត្តដូរឡាន Fuso សម្រាប់ផ្លូវថាផ្លូវដែលពិបាកផ្លូវដែលចុះភ្នំចោតខ្លាំងដូចផ្លូវទៅកោះកុងគឺឡាននេះគឺពេញចិត្តខ្លាំងដង្ហើមវែងរត់ស្រួលគឺអត់បារម្ភទេនេះខ្ញុំឈ្មោះហួរសុភាពជាម្ចាស់ក្រុមហ៊ុន SRVC គេខ្ញុំនាងជាតួនាទី Warehouse and Garage Manager ជំរាបសួរបងខ្ញុំមានឈ្មោះចន្ទរាជាបុគ្គលិកបើកឡាននៅក្រុមហ៊ុន SRVC ក្រុមហ៊ុនយើងខ្ញុំនេះផ្ដល់សេវាកម្មដឹកជញ្ជូនគ្រប់ប្រភេទទាំងអស់ទាំងផ្លូវអាកាសផ្លូវទឹកផ្លូវគោកឡានដែលក្រុមហ៊ុន SRVC ប្រើកន្លងមកភាគច្រើនគឺ brand Fuso ដោយសារនាងខ្ញុំឮសូរថា OMA បាននាំ Fuso ឡានថ្មីចូលមកអញ្ចឹងខ្ញុំក៏បានសាកល្បងប្រើប្រាស់ឡានថ្មី brand Fuso ហ្នឹងដោយសារនាងខ្ញុំជឿជាក់ទៅលើគុណភាពម្យ៉ាងគ្រឿងបន្លាស់ក៏ស្រួលរកទៀតសម្រាប់ឡាន Fuso ហ្នឹងអញ្ចឹងនាងខ្ញុំក៏សម្រេចចិត្តទិញឡានថ្មី Fuso ពីក្រុមហ៊ុន OMA យកមកសាកប្រើប្រាស់ថាតើគុណសម្បត្តិនៃឡានថ្មីប្រៀបធៀបជាមួយឡានមកទឹកដែលនាងខ្ញុំកំពុងតែប្រើប្រាស់នេះតើខុសគ្នាចំណុចណាខ្លះរាល់ថ្ងៃនេះយើងមានឡានធំចំនួន28គ្រឿងព្រោះឡានដែលយើងប្រើវាច្រើនឡានមកទឹកអញ្ចឹងបញ្ហាដែលវាកើតឡើងជួនកាលខូចជើងក្រោមជួនកាលខូចម៉ាស៊ីនអញ្ចឹងបញ្ហាវាកើតឡើងច្រើនអញ្ចឹងបានយើងសម្រេចចិត្តដូរឡានបានមកដូរឡាន Fuso និយាយទៅតាក់ទងជាមួយឡាននៅពេលខូចច្រើនអញ្ចឹងវាប៉ះពាល់សេវាកម្មពេញសេវាកម្មអតិថិជនព្រោះនៅពេលដែលយើងទទួល booking ហើយនៅពេលឡានខូចវាយើងអត់ទទួលគេបានអញ្ចឹងគេ complain យើងថាសេវាកម្មយើងវាខ្សោយវាអីចឹងតែប៉ុន្តែនៅពេលដែលយើងដូរឡានមកប្រើឡានមក Fuso នេះ3តោនកន្លះហ្នឹងអត់សូវមានអីហើយល្អក្នុងការប្រើប្រាស់និយាយទៅ average 100 គីឡូស៊ី7-8លីត្រឡានចាស់ពីមុនប្រើប្រេងវាច្រើនអញ្ចឹងឡានថ្មីក្រោយនេះប្រើប្រេងតិចជាងមុនអញ្ចឹងក៏ជាការសេវខុសមួយដែរចំនួនដឹកយើងកើនឡើងដោយសារឡានយើងអត់សូវខូចអញ្ចឹងយើងដំណើរការបានរាល់ថ្ងៃអញ្ចឹងបានតែចំណេញពេលវេលាតាមរយៈកន្លងមកគឺយើងរាល់ថ្ងៃហ្នឹងយើងប្រើសេវាកម្មរបស់ OMA ដែរនិយាយទៅស្រួលតាក់ទងមួយការប្រើប្រាស់នៅពេលដែលហើយខាងគេសេវាកម្ម service គេហ្នឹងគឺតាក់ទងមកជាប្រចាំហ្មងគ្រឿងបន្លាស់និយាយទៅតាក់ទងមួយ Fuso គ្រឿងបន្លាស់សម្បូរពេលមានបញ្ហាអីស្រួលហើយយើងពេលមានបញ្ហាឡានថ្មីរបស់យើងនេះយើងតាក់ទងនៅក្រុមហ៊ុនហើយម្យ៉ាងទៀតឡានថ្មីសោភ័ណភាពក៏ស្អាតសូម្បីតែតកុងឡានក៏គាត់សប្បាយចិត្តដែរនៅពេលបានឡានថ្មីចង់និយាយថាកន្លែងកាប៊ីនគាត់ហ្នឹងគឺម៉ាស៊ីនត្រជាក់ក៏ល្អគាត់បើកទៅមានផាសុកភាពគាត់ក៏សប្បាយចិត្តចាស្រួលរកតកុងឡានសម្រាប់គុណភាពខ្ញុំតាំងពីកាន់ឡានហ្នឹងមួយរយៈមកគឺដឹកធ្ងន់អីឡើងចុះស្ពានទៅចំណោតខ្លាំងដង្ហើមវែងរត់ស្រួលគឺអត់បារម្ភទេសម្រាប់ផ្លូវថាផ្លូវដែលពិបាកផ្លូវដែលចុះភ្នំចោតខ្លាំងដូចផ្លូវទៅកោះកុងគឺឡាននេះគឺពេញចិត្តកម្លាំងហើយនឹងទម្ងន់ដឹកហើយនឹងកង់គឺអែមកង់ខ្ញុំហ៊ានថាកង់គឺស្រួលមែនតែពេលរត់មិនថាចិត្តមិនថាឆ្ងាយសម្រាប់គុណភាពឡានថ្មីនិងឡានចាស់ស៊ីប្រេងខុសគ្នាបងសារឡានថ្មីយើងមកគឺសំណុំទាំងអស់ហើយឡានចាស់វាប្រើយើងយូរឆ្នាំអញ្ចឹងអាចស៊ីខុសគ្នាតែបើសម្រាប់ឡានចាស់វាអាចស៊ីច្រើនជាងបងព្រោះឡានថ្មីយើងឡានថ្មីជួយសំដៃច្រើនបងសម្រាប់ប្រេងធ្វើដំណើរមិនថាផ្លូវចិត្តផ្លូវឆ្ងាយបងស៊ីប្រេងតិចជាងbrand Fuso គុណភាពខ្ពស់របស់ជប៉ុនគុណភាពគឺនិយាយទៅគុណភាពនៃការប្រើប្រាស់ឡានហ្នឹងវាល្អតម្លៃវាសមរម្យយើងមានលទ្ធភាពទិញបានទៅពេលថ្ងៃមុខទៅតាក់ទងមួយការដឹកជញ្ជូនរបស់យើងវាទៅមុខច្រើនយើងនឹងរើសយក Fuso ប្រកាសជាណែនាំទៅមិត្តភ័ក្តិឬក៏អាជីវកម្មផ្សេងៗដែលមានសេវាកម្មដឹកជញ្ជូនដូចខ្ញុំចង់ណែនាំថាដូចជាបងដែលត្រូវការចង់ទិញរថយន្តអីហេតុឡានខ្លាញ់គោអីជួយរកជំរឿនឲ្យបងទិញឡាន Fuso របស់ខាងក្រុមហ៊ុន OMA ខ្ញុំផ្ទាល់ស្របបើកមួយរយៈហ្នឹងគឺសម្រាប់ខ្ញុំគឺល្អបង Fuso ពិតជា brand ដែលគួរឲ្យជឿជាក់ទាំងគុណភាពទាំងតម្លៃនាំចូលដល់ក្រុមហ៊ុន OMA ដែលជាក្រុមហ៊ុនយើងទុកចិត្តបាន